តោះជំរាបសួរបងប្អូនអ្នកគ្នាស្វាគមន៍មកកាន់អេពីសូតថ្មីបាទការ Studio ចឹងថ្ងៃនេះខ្ញុំសុំមកឆ្លើយសំណួរបាទក្មួយឬក៏បងប្អូនដែលគាត់បានសួរនៅក្នុង Channel Telegram ឬក៏ Telegram private របស់ខ្ញុំណាគាត់សួរថាតើបើសិនជាករណីគាត់ចង់ធ្វើ logo ប្រភេទកីឡាគាត់ចង់ធ្វើប្រភេទ logo កីឡាតើគាត់ធ្វើដោយរបៀបណាហើយដោយសារគាត់ទីមួយគាត់អត់មានលទ្ធភាពទៅជួលគេទេអញ្ចឹងបងប្អូនគួរតែធ្វើមិនសួរមកខ្ញុំណាអញ្ចឹងវាអត់ពិបាកទេបងប្អូនមានតែ Canva ឬក៏ account Canva មួយទៅបី free ឬក៏ទិញក៏ដោយក៏ប៉ុន្តែវាអាចជំនួសការងារទាំងអស់នឹងបានសឹងតែ8ទៅ 90% ឯងបងប្អូនអត់ចាំបាច់ទៅចេះ Photoshop ឬក៏ចេះកម្មវិធីផ្សេងក៏បានដែរចេះតែ Canva មួយក៏អាចមាន logo នៅក្រុមឬក៏យកទៅ print ឬក៏យកទៅធ្វើឲ្យផ្សេងមិនមែនតែ logo កាត់សម្រាប់កីឡាទេ logo cafe logo ហាង logo ភោជនីយដ្ឋាន logo អីមួយចំនួនធំក៏អាចយើងយកពី Canva បានដែរព្រោះ Canva វា all in one អញ្ចឹងមិននិយាយច្រើនទេបងប្អូនអាចចូលទៅក្នុងកម្មវិធី Canva អាច search មកឧទាហរណ៍ខ្ញុំចង់ពាក្យដាក់ football logo បងប្អូនវាយតែប៉ុណ្្នឹងបើសិនជាករណី restaurant បងប្អូនវាយ restaurant ទៅហើយអញ្ចឹងពួកនេះប្រភេទអញ្ចេះឲ្យរូបអញ្ចេះគឺសិតតែយើងអាចយកមកប្រើប្រាស់បានបើសិនករណីបងប្អូនមាន account ធម្មតាបងប្អូនអាចយកមកប្រើបានអញ្ចឹងណាតែបើសិនករណី account នឹងជាប្រភេទឬក៏ logo នឹងជាប្រភេទដែលគេគិតលុយគឺតែងគឺចេញ logo គិតលុយចេញរូបអីផ្សេងអញ្ចឹងទៅក៏ប៉ុន្តែភាគច្រើនគឺសិតតែ free ទេនៅលើ Canva ណាចាំមកករណីថាបងប្អូនចង់មាននេះល្អបងប្អូនទៅទិញទៅ account មួយ10 រៀលជាងទិញទៅអត់ពិបាកយកមកប្រើប្រាស់ទេអូខេខ្ញុំគាត់ឲ្យវាយពាក្យថា football logo ទៅមកគឺចេញមក 100% តែម្ដងអញ្ចឹងបងប្អូនមាន category មាន style មាន logo មានអីចឹងទៅអញ្ចឹងខ្ញុំវាយពាក្យថាខ្ញុំ select តែ logo មកវានឹងចេញ logo រាប់ម៉ឺនរាប់ពាន់ logo អញ្ចឹងបងប្អូនចង់បានអីក៏បានដែរនេះបងប្អូនឈ្មោះអីបងប្អូនគាត់ថាឈ្មោះអីគឺចេញឈ្មោះនឹងហើយចឹងទៅនឹងការ design ចាប់ផ្ដើមពី one ក៏ស្រួលដែរក៏ប៉ុន្តែខ្ញុំអត់ចង់ recommend បងប្អូនទៅ design template មួយយកមកប្រើទេវាហត់ហើយមិនទេវាចំណាយពេលយូរសឹងតាយូរតែម្ដងអញ្ចឹងខ្ញុំអត់ចង់ឲ្យបងប្អូនគិតច្រើនទេបងប្អូនអាចទៅ research ក្រុមណាឬក៏ក្រុម club ណាដែលគិតថាវាអាចស័ក្តិសមបងប្អូនយកមកប្រើមកមិនថាតែ logo កាឡាទេ logo ផ្សេងឥឡូវខ្ញុំចុញពាក្យនេះមួយខ្ញុំយកមួយណាហើយមួយទៀតខ្ញុំចង់បានពាក្យថា cafe មើល cafe logo ចឹងខ្ញុំចុចតែពាក្យ cafe logo ខ្ញុំចុច enter មកវានឹងចេញជាប្រភេទ cafe logo ជាច្រើនដែលគិតថាបងប្អូនខ្លះគាត់ទៅ design នៅក្នុង Photoshop Illustrator វាយូរចំណាយពេលយូរហើយត្រូវការជំនាញតែបើសិនជាករណីបងប្អូនអ្នកគ្នាមានជំនាញឬក៏មាន account Canva ហើយអត់ចាំបាច់ទៅអីផ្សេងទេ 100% គឺចាំបាច់ទី1គឺបងប្អូនមានតែ account Canva មួយបងប្អូនប្រើបានហើយអញ្ចឹងអានេះជាដំណោះស្រាយសម្រាប់ក្មួយបងប្អូនដែលគាត់សួរមកកាន់ខ្ញុំអញ្ចឹងខ្ញុំចេញសរុបឲ្យបងប្អូនដល់គ្នាឬក៏ក្មួយដើម្បីជាចំណេះដឹងមួយឥឡូវខ្ញុំចង់បាន cafe logo មួយទៀតនេះបងប្អូនចុចតែ cafe logo មក logo នេះគឺអាចថាវាស្តៀង logo មួយនៅស្រុកខ្មែរដែរកាលណាខ្ញុំអត់សុំបញ្ចេញឈ្មោះទេក៏ប៉ុន្តែនៅលើក្នុង account Canva គឺជាប្រភេទ account ជាប្រភេទ logo មួយដែលយើងអាចយកមកប្រើប្រាស់ហើយដែលអត់ជាប់កម្មសិទ្ធិបញ្ញាបងប្អូនអូខេអញ្ចឹងអានេះគឺជា worldwide បងប្អូនចង់បាន nick color បែបម៉េចបងប្អូនសេរីស្រេចតែចិត្តអូខេខ្ញុំចង់បាន cafe មួយឥឡូវខ្ញុំចង់បានពាក្យថា food មួយអញ្ចឹងខ្ញុំចុចពាក្យ food ហើយខ្ញុំចុច enter មកចុចយើងទៅដល់ customer ទាំងអស់គ្នាអញ្ចឹងបងប្អូននេះចង់បានប្រភេទម៉េចក៏មានដែរបងប្អូនអាចរចនាអាស្រ័យទៅលើ idea របស់បងប្អូនដែលចង់បានប្រភេទម៉េចបងប្អូនយកមកប្រើមកហើយ logo តែស្មុគស្មាញពេកពិបាកចាំហ่ะដូចខ្ញុំចូលចិត្តធ្វើ logo បែប simple អត់ស្មុគស្មាញអត់ញ៉ៃអត់សាំញ៉ាំទេខ្ញុំយកណាគេមកប្រើតែល្មមមកគឺយើងបង្កើតបានជា restaurant ឬក៏បង្កើតបានជាហាងកាហ្វេហាងម្ហូបមួយឥឡូវខ្ញុំចង់បានប្រភេទនេះមួយខ្ញុំចង់បានប្រភេទអានេះលក់ដូច pizza ដូចអីបងប្អូនមានទាំងអស់ burger ម្ហូបខ្មែរម្ហូបអីគឺបងប្អូនអាចយកមកប្រើប្រាស់បានដោយអត់ចាំបាច់នេះទេអញ្ចឹងបងប្អូនអាចរៀនមួយតាមអ្វីដែលបងប្អូនអាចមានជំនាញមកបើមានទូរស័ព្ទយើង scroll លើទូរស័ព្ទទៅបើមានកុំព្យូទ័រយើងប្រើលើកុំព្យូទ័របើមានលើ desktop យើងធ្វើ desktop បើមាន tablet គឺយើងធ្វើលើ tablet មកអញ្ចឹងវាអត់រើស device តាក់ទងនឹង Canva ណាអញ្ចឹងក្មួយដែលគាត់ចាប់ផ្ដើមលើវិស័យ digital ក៏គួរនឹងរៀនពី Canva ដែរព្រោះកម្មវិធីចេញ application Canva នេះមកគឺមានអារម្មណ៍ថាខ្ញុំល្អមែនទេខ្ញុំជ្រើសរើសគាត់ថាសម្រាប់ក្មេងៗក្មួយដែលគាត់ចង់រៀនដំបូងគួរតែរៀនលើ Canva នេះឯងព្រោះ Canva ជាកម្មវិធីមួយដែល
អត់កំណត់សម្រាប់បងប្អូនដល់គ្នាដែលការរៀនណាcho nhom vô logo nhom sầm rạch chẳng nhom ăn vô logo restaurant này thế nhom vô từ logo cà phê muối hay là logo bao tuột muối cho nhom thưa logo cà phê bóng bồn trong đạm mấy cả ba này sai lưới chất này cái mô tam sầm ruột mó anh ấy nhom mặt xong mặt vậy thế còn bên đây nhom xong tại cái logo bậc phết cái la thế lấy nhom trong ban bậc phết logo cái la nhom trong đại kề anh ấy ví dụ ấy kề khảnh chẳng bóng bồn lấy nhom trong ban bậc phết logo ấy xinh bóng bồn nhom trong đô và sắt khẳng không đấy nhom trong đại bậc phết bẹp không ai mình là ai hạ nu màn nhưng cho ai là man mó bông bồn chơi biệt là hạ nu màn mó vì miền hạ nu màn không ai hạ nu màn bỏ tê hay chẳng nào tranh rụi spa rồi bây giờ mò pin đi rồi còn Nepal lấy chân đời chơi như vay biệt là không ai được tê mó bông bồn vì ai đang tranh rụi bậc phết ở bậc không ai buổi nhóm còn sâu pan à design ai logo cái like đừng đá nhưng chắc ta làm mồm thế ok trong viên miên chọn tam bài bọt trần than bây giờ trong đã rũ sát các bạn rũ các bạn này bóng phồn to như lai ân này tại đã rũ to không ai mà này vì mình êm cho người là nhom xong lên sai tích các bạn này nhom xong ắt cây tầm rung chặt thế nhom vô tầm rung bồ ran á pa kê đừng mong là nhom trong là nếu nhom đô đã pipon mà pay pram đó pay pram mà này football club đã thực tế anh nhom đại FC nhà lâu nhom đã nâng cho lâu bóng bóng trong keแบบmấy cư sai rồi bóng bóng để cho nhom trong ban phò nâng lâu nhom download nữa nè ô thôi nhom trong download mùi bóng bóng cho lại download bóng bóng tiền như này pod mó nè JPGឬក៏ខ្ញុំយកតែ PNG ឯងបងប្អូនចុចលើ PNG បងប្អូនទាញ pod បងប្អូនចុចពាក្យ transparent background មានថាយើងអត់យក background យើងយកតែ logo ឯងអូខេអញ្ចឹងដល់ពេលដែលខ្ញុំ down បានវានឹង completely មកដល់កន្លែងនេះអញ្ចឹងខ្ញុំចូលក្នុង Photoshop ឥឡូវខ្ញុំចង់បានក្លឹបបាល់ទាត់អីគេដែលខ្ញុំគិតថាខ្ញុំមានក្លឹបបាល់ទាត់ប្រចាំតកូលរបស់ខ្ញុំណាចឹងខ្ញុំចូលក្នុងរបស់ខ្ញុំដែលខ្ញុំមានកន្លងមកមានក្លឹបអីខ្លះទេអូខេខ្ញុំយកនេះមួយអូខេខ្ញុំយកក្លឹបបាល់ទាត់ណាដែលខ្ញុំគិតថាវាមានដែលមានរូបក្នុងនោះយករូបមានរូបតែម្ដងខ្ញុំយករូបណាដែលមានអូខេចឹងខ្ញុំគ្មានរូបកីឡាណានៅក្នុងនឹងទេគាត់ថាយើងមានតែរូប2 3ប៉ុស្តិ៍តែប៉ុណ្្នឹងឥឡូវខ្ញុំសុំយករូបនេះមួយចុះអូខេរូបនេះខ្ញុំយករូបនេះមួយចុះអូខេអញ្ចឹងយើង select ចូលមកហើយរូបនេះវារៀងធំដោយសារយើងថតកាមេរ៉ាពុក Canon ហើយវារ៉ាន់ Fara តែវាសំខាន់ជាងអ្នកថតហ្នឹងវាអត់ថតនេះទេវាថតអានេះវិញ focus អានេះវិញអូខេអញ្ចឹងខ្ញុំសុំយករូបណាដែលគិតថាវាច្បាស់ជាងនឹងឧទាហរណ៍ណាអូខេអញ្ចឹងខ្ញុំសុំយករូបណាមួយទេអញ្ចឹងខ្ញុំអត់សុំបញ្ចេញមុតទេខ្លាចលោជាប់ឈ្មោះជាប់អីញ៉ៃអញ្ចឹងទៅឥឡូវខ្ញុំសុំយករូបនេះមួយចុះរូបក្រុមប៉ះខ្ញុំអូខេអញ្ចឹង ISI នេះចុះអូខេអញ្ចឹងឱកាសនេះថាខ្ញុំចង់បាន logo នោះខ្ញុំមកដាក់ខ្ញុំយក logo ដែលខ្ញុំ down មកមិញហ្នឹង download នេះ logo ដែលខ្ញុំ down មកមិញបងប្អូនឃើញអត់វាអត់ពិបាកទេវា easy តែម្ដងគេអត់វាស្រួលណាបងប្អូនអញ្ចឹងបងប្អូនចង់បានប្រភេទ logo cafe logo តារាងបាល់ទាត់ឬក៏បាល់ទាត់បងប្អូនគឺមិនបាច់ទៅស្មុគស្មាញយកមកប្រើការកាត់បងប្អូនឃើញខ្ញុំ zoom ប្រហែលដងក៏យើងអាចយកទៅ print បានដែរអូខេកឹងចឹងករណីថាខ្ញុំមួយទៀតខ្ញុំចង់យកប្រភេទក្រុមបាល់ទាត់ឧទាហរណ៍ណាខ្ញុំមានក្រុមខោអាវកីឡា fan police ចុះចឹងមកករណីខ្ញុំចង់ដូរពី fan police ហ្នឹងទៅមក logo នេះវិញខ្ញុំត្រូវធ្វើម៉េចឧទាហរណ៍ណាអូខេអញ្ចឹងអានេះជា template design របស់ខ្ញុំដែលខ្ញុំ design ឲ្យខាង police អូខេអញ្ចឹងខ្ញុំសុំយក select file ណាមួយដែលខ្ញុំគិតថាវាអាចយកមកប្រើការបានអូខេឥឡូវខ្ញុំយកអានេះអាណាមុខអាណាក្រោយខ្ញុំអត់បាន save រូបស្រួលបួលផងអូខេចឹងចាំបន្តិចដល់ហើយដល់ម៉ោងយើងនេះហ្មងយើងសម័យរូបភាពចាញ់ណាបងប្អូនយើងយកទៅ design មានថាយើងសម័យរូបភាពរូបទាំងអស់នឹងដែលយើងគិតថាវាអាចធ្វើវាបានណាអូខេចឹងនេះដៃអាវអានេះពីមុខឯនៅខាងលើនេះអូខេខ្ញុំ design នេះឡើងបិចញិះជោគហ្នឹងនេះអូខេចឹងចាំបន្តិចទៅដូចតែខាងណាទេខ្ញុំវាផ្លេច save ឈ្មោះគាត់នេះខ្ញុំដូចជាអត់ទាន់បាន save ឈ្មោះស្រួលបួលទៀតអូខេនេះខោខ្ញុំមិនដឹងថាដាក់ខាងណាខាងណីឲ្យត្រូវទេតាមពិតខ្ញុំមានប៉ះខ្ញុំតែខ្ញុំ save ខុសឥឡូវខ្ញុំយកពីក្រោយឬក៏ពីមុខនេះចុះឥឡូវចាំបន្តិចខ្ញុំមកជួយស្រ័យចាំបន្តិចនេះពីមុខអានេះពីក្រោយយ៉ាត្រូវហើយមួយអានេះពីរយ៉ាណែ smart នេះខ្ញុំផ្លេចអញ្ចឹងខ្ញុំចុច select លើ smart នេះមកបងប្អូនចុច select លើ smart ឥឡូវខ្ញុំចង់ដូរអីនេះខ្ញុំចង់ដូរ logo ហ្នឹងដូរ logo police ពី logo police មក logo ដែលខ្ញុំកំពុងតែប្រើឥឡូវខ្ញុំយក logo នេះចុះ
អូខេអញ្ចឹងបងប្អូនរៀងធំនេះខ្ញុំសូម select បងប្អូនណាគេអត់ចេះ Photoshop ចាំខ្ញុំបរៀន logo ពីមួយទៀតពីមានការធ្វើ logo Photoshop អញ្ចឹងយើងចុចអានេះមកយើង file យើងធម្មតាយើងចុចពី abstract នេះវាមានរូបរាងពណ៌ផ្សេងៗដែលគិតថាវាអាចនេះបានឡើយខ្ញុំចង់ដាក់ពណ៌សទេខ្ញុំចង់ដាក់ពណ៌នឹងវិញខ្ញុំចង់ដាក់ពណ៌នេះវិញយ៉ាឥឡូវខ្ញុំដូរខ្លាលូកខ្លានេះទៅជារូបអន្ទីក៏បានខ្ញុំអាចដាក់ក៏បានឥឡូវខ្ញុំសុំលុបរូបអន្ត្រីនេះចេញខ្ញុំដាក់ប៉ុណ្ណេះលើលេខនេះខ្ញុំទៅដូរដាក់លេខអីផ្សេងមួយទៀតយ៉ាខ្ញុំចង់ដាក់លេខ18 12វិញនឹង12វិញអូខេអញ្ចឹងខ្ញុំសុំចុច control យល់ចុច control S control S វានឹង save ចាប់ដើម save វានឹងរត់ទៅកាន់នេះដើមភាពដើមរបស់បងប្អូនឃើញអត់អញ្ចឹងនេះអញ្ចឹងការ design របស់យើងវាដូចនឹងអ្វីដែលយើងកំពុងតែយកមក print ណាបងប្អូននេះឃើញអត់វាដូចគ្នាហ្មងសាច់អាវសាច់អីដូចគ្នាទាំងអស់អូខេនេះឃើញអត់វាដូចគ្នាអញ្ចឹងយើងអាចសម័យចេញថាតើយើង design ហ្នឹងវាស្អាតអត់តែប៉ុណ្្នឹងទេអូខេអញ្ចឹងបើសិនករណីខ្ញុំចង់បានវីដេអូប្រភេទការ design អាវលើកក្រោយនឹងខ្ញុំចេញវីដេអូនឹងនៅពេលដែលខ្ញុំទៅខ្ញុំនឹងធ្វើវីដេអូនឹងចេញសម្រាប់បងប្អូនទាំងគ្នាដែលគាត់ត្រូវការរៀន design អាវរៀនអីខ្ញុំនឹងប្រាប់ពីរបៀបតែធ្វើលើ Photoshop សុទ្ធអីមិនមែនធ្វើលើកម្មវិធីផ្សេងបើសិនជា Canva ខាងអីគាត់តែយើងយក logo ឬក្បាច់ខ្លះៗតែបើធ្វើ main product main poster ហ្មងយើងធ្វើនៅក្នុងកម្មវិធី Photoshop អីចឹងទៅអញ្ចឹងតែទៅក្នុងវីដេអូថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេសម្រាប់បងប្អូនអ្នកគ្នាដែលគាត់ចង់រៀនធ្វើ logo អីផ្សេងនៅលើ Canva អូខេអាចមើលវីដេអូនេះសង្ឃឹមថាជាប្រយោជន៍ហើយជាការស្ដាប់មួយដែលជាកតិយោបល់ទេមិនមែនជាការនេះហ្មងជាការជាទ្រឹស្ដីមួយសម្រាប់បងប្អូនអ្នកគ្នាដែលគាត់ស្ទើរចំណេះដឹងអូខេអរគុណច្រើនបាយបាយ